នៅថ្ងៃប្រហ័សនេះក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសកែសម្រួលការប្រមានរបស់ខ្លួនដោយកាត់បន្ថយកម្រិតហានិភ័យគ្រោះថ្នាក់ក្នុងការធ្វើដំណើរមករាជធានីភ្នំពេញនិងខេត្តសៀមរាបកម្រិតប្រមានសម្រាប់ភ្នំពេញត្រូវបានបន្ថយមកកម្រិតទី2ដែលមានន័យថាត្រូវប្រុងប្រយ័ត្នខ្ពស់ខណៈសៀមរាបត្រូវបានបន្ថយមកកម្រិតទី1ដែលត្រឹមតែទាមទារឲ្យមានការប្រុងប្រយ័ត្នជាទូទៅទោះជាយ៉ាងណាតំបន់ផ្សេងៗនៅកម្ពុជានៅតែមានហានិភ័យខ្ពស់ទីតាំងចំនួន4រួមមានភ្នំបូកគោក្រុងបាវិតនិងក្រុងប៉ោយប៉ែតនៅតែស្ថិតក្រោមកម្រិតទី4ដែលមានន័យថាជាទីតាំងដែលហាមឃាត់ធ្វើដំណើរចំណែកឯក្រុងព្រះសីហនុស្ថិតក្នុងកម្រិតទី3ស្របពេលដែលខេត្តជាច្រើនទៀតត្រូវបានដាក់ចូលទៅក្នុងបញ្ជីប្រមានពិសេសការកែសម្រួលការប្រមាននេះកើតឡើងបន្ទាប់ពីកម្ពុជានិងសាធារណរដ្ឋកូរ៉េបង្កើតក្រុមការងាររួម Korean Desk ក្រោយពីមានការរិះគន់ជុំវិញករណីនិស្សិតកូរ៉េម្នាក់រកឃើញស្លាប់នៅកម្ពុជាក្នុងសេចក្តីប្រកាសរដ្ឋាភិបាលកូរ៉េនិយាយថាសកម្មភាពទាំងនេះបានធ្វើឲ្យករណីឧក្រិដ្ឋកម្មមួយចំនួនដូចជាការឆបោកតាមប្រព័ន្ធអនឡាញត្រូវបានកាត់បន្ថយជាពិសេសនៅភ្នំពេញនិងសៀមរាបស្របពេលដែលលោកទូចសុខៈណែនាំពាក្យក្រសួងមហាផ្ទៃសាទរជំវិញការប្រកាសនេះអ្នកជំនាញមួយចំនួនព្រមទាំងចាខុបស៊ីមមកពីសាកលវិទ្យាល័យ Harvard ដែលសិក្សាទៅលើបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនប្រាប់កម្ពុជាថាហានិភ័យនៅតែមានខ្លាំងព្រោះបណ្ដាញអំពើឧក្រិដ្ឋកម្មមួយចំនួននៅតែដំណើរការដោយគ្មានការទប់ស្កាត់និងត្រូវបានពាក់ព័ន្ធជាមួយអ្នកមានអំណាចសម្រាប់ Nathan Paulsofton នាយកប្រតិបត្តិនៃគម្រោង The Eye Witness ដែលសិក្សាទៅលើអំពើពុករលួយនិងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនផងនោះក៏បានបញ្ជាក់ថាទោះបីជាមានរបាយការណ៍ថាអ្នកប្រព្រឹត្តក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញត្រូវបានចាប់ខ្លួនក៏ដោយក៏លោកសង្កេតថាមិនទាន់មានអ្នកធំនៅពីក្រោយណាមួយត្រូវបានចាប់ខ្លួនឡើយហើយតំបន់ប្រតិបត្តិការតាមព្រំដែនខ្លះនៅតែបន្តកើតឡើងករណីនេះសាធារណរដ្ឋកូរ៉េបញ្ជាក់ថាខ្លួននឹងនៅតែតាមដានស្ថានភាពយ៉ាងដិតដល់បើទោះបីជាមានការកែលម្អខ្លះប៉ុន្តែការប្រុងប្រយ័ត្ននៅតែមាន